សូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะអ្នកមត្ថុរតនតយស័កខ្ញុំព្រះករុណាម្ចាស់សូមលើកកំបងកងអញ្ជលីក្រាបសំពះនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីខ្លីសង្ខេបតែប៉ុណ្ណេះរគាចេវន្តរាយាចឧបានាចេឧបតវីពុទ្ធិតិអនុភាវេណៈដោយអនុភាពនៃកិរិយាតាំងបទនមស្ការមានព្រះពុទ្ធរតនៈជាដើមប៉ុណ្ណេះនេះក៏សូមការពារបញ្ជាបងនៅឧបទ្រពឧបវន្តរាយទាំងឡាយទាំងពួងដែលកើតមានក្នុងសន្តានទឹកបតីទឹកចិត្តកណាគ្រប់ព្រះអង្គអស់លោកពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់ចង្រៃនិងឧបទ្រពទាំងឡាយទាំងពួងនោះសូមបាវាជៀសចេញឆ្ងាយចាប់តាំងពីពេលនេះតរៀងទៅអ៊ីតោបរាំងមយ៉ាងធម្មទេសនាងទេសេសាមៈទីតីអំពីការធ្វើបទនមស្ការដ៏សង្ខេបបែបខ្លីមកប៉ុណ្ណេះក៏តម្រូវដល់រូបខ្ញុំព្រះករុណាអាត្មាភាពនិងអរតនីនៅព្រះធម៌ទេសនាដើម្បីសម្ដែងប្រកេនចែកជូនចំពោះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដើម្បីនឹងស្ដាប់យកផល្លានិសង្ឃតាមនិស័យជ្រះថ្លារៀងៗខ្លួននាវេលាព្រឹកនេះគឺជាព្រឹកថ្ងៃ10រោចខែស្រាបឆ្នាំខាលទោស័កពុទ្ធសករាជ2554ត្រូវនឹងព្រឹកថ្ងៃសៅរ៍ទី3ខែកញ្ញាទី4ទេណាទី4ខែកញ្ញាឆ្នាំ2010នាវេលាឱកាសនេះគឺស្ថិតនៅគេអដ្ឋានរបស់អ្នកស្រីគីឈុនឡាងនិងលោកសួនផុនដែលស្ថិតនៅភូមិអញ្ជែងក្រមឃុំពុកឫស្សីស្រុកសៃកណ្ដាលខេត្តកណ្ដាលដែលអស់លោកពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់ជាពិសេសគឺម្ចាស់ដើមទានប្រធានបុណ្យបានប្រារព្ធធ្វើពិធីបុណ្យគម្រប់ខួប3ឆ្នាំឧទ្ទិសកុសលជូនចំពោះដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកាអេងសៃពីដែលធ្វើការលកិរិយាទៅកាន់លោកខាងមុខគ្រប់នឹង3ឆ្នាំក្នុងនោះគឺអស់លោកជាម្ចាស់ទានប្រធានបុណ្យគឺមានឧបាសិកាគីយេកវ៉ាន់អ្នកស្រីគីឈុនឡាងនិងលោកសួនផុនព្រមទាំងបុត្រលោកគីវែងត្រីនិងភរិយាព្រមទាំងបុត្រអ្នកស្រីគីវ៉ានីនិងលោកអូនសុយត្រីព្រមទាំងបុត្រអស់លោកទាំងអស់នេះគឺបានប្រារព្ធធ្វើពិធីបុណ្យគម្រប់3ឆ្នាំជូនចំពោះដល់ដួងវិញ្ញាណក្ខន្ធនៃបុព្វការីជនរបស់អស់លោកដូច្នេះក្នុងវេលាឱកាសនេះខ្ញុំកណ្ណាអាត្មាភាពទាំងពីរព្រះអង្គមានសេចក្តីសោមនស្សរីករាយបាននិមន្តមកដល់ទីនេះណាញោមគឺមកជាលើកដំបូងហើយមិនដែលបាននិមន្តមកដល់ទីនេះទេគឺបើភាគច្រើនញាតិញោមបានឮហើយណាឮច្រើនទេញាតិញោមមើលឮសំឡេងច្រើនណាហ្នឹងហើយណាអញ្ចឹងបានស្ដាប់ឮតាមប៉ុស្តិ៍វិទ្យុហើយតែមិនទាន់ឃើញមុខមិនដឹងថាមុខលោកហ្នឹងមុខមិនវិញណាឬតែលោកមនីបាឡាវជួនកកដាហ្នឹងមុខយ៉ាងម៉េចចង់ឃើញណាឥឡូវឃើញហើយមុខភ្នែកលឹបហ្នឹងហ្នឹងហើយគ្រាន់តែថាធម្មតាញាតិញោមយើងជ្រះថ្លាក្នុងព្រះធម៌ចង់ស្ដាប់នៅព្រះធម៌ទេសនាដូច្នេះញោមឧបាសិកាគាត់បានទៅអរតនីនិមន្តដល់កុដិលេខ7វត្តបទុមវតីដោយគាត់បានស្ដាប់ពធដល់ព្រឹកហើយកាលណាស្ដាប់ពធដល់ព្រឹកទៅដឹងថាព្រះធម៌នោះគឺមានសារៈប្រយោជន៍សំខាន់សម្រាប់អស់លោកអ្នកស្ដាប់មិនមែនប្រកាន់ឲ្យញាតិញោមថាទេពធទេសនាស្ដាប់តែប៉ុស្តិ៍នៃគុណឯងអត់ទេគឺស្ដាប់ប៉ុស្តិ៍ណាក៏ដោយរីករាយជួសញាតិញោមណាប៉ុស្តិ៍ណាក៏ព្រះធម៌ពិរោះដែរញោមជឿទេព្រះធម៌មិនដែលអត់ពិរោះទេព្រះធម៌គឺពិរោះជានិច្ចខ្លាចតែបទចម្រៀងទេដែលយើងពិរោះហើយបានតែមួយផ្លែត
bằng cát nơi ria kẹ rồi viên khnia này khnia chưa ấy nhom bát chùm riêng đấy bát chùm riêng sẽ đạp mơ ta nhận nhom bát phiệt tích ná để khmiên ôn hay nâng bong Krau vì năng sát tới ôn hay nâng bong át đai phải chẹ Trạp ở lục nè sẽ đáp thà Này chỉ phlau rùm lột tốc Tròn này chỉ phlau noam ở cao Nào sẽ có đầy sọc mà đài trạp thế ná Chẳng phải thó Tuông bà cùng cha ông na cả đôi Thom mi cha lực khủ thom mi cha na cả đôi Bà cùng cha ông na cả đôi Đây chỉ nẹ sầm đai Cứ tay tay sầm đai của thó rồi bóc Pre sầm á sầm bột Tròn để tha Vì rùa mình vì rùa À sấy lơ phút bò để sát tầng ốc Nè sẽ đáp phải bạ để bạc tam Nâng bà thua nâng chăng Đời dương sẽ đáp phải dùng trẻ đi Vì cha là nà Ta hết phao Này sẽ có đây Nông bà thua rồi bó Trẻ sẵm á xăm phút Miên sẽ rạc và giao sẵm khăn ở vây khá Sẵm rạp dương nè bạ để bạc tam Khả nhé Còn ở dương nè can một phút xa xa Đó bà thua ở trẻ sẽ đáp nè nhóm xa xa rồi bó dương rung rương tàu bán À sấy lơ phút bó để sát trẻ sẽ đáp thua đôi của rụp À sấy lơ phút bò để sát bạ để bạc thô đôi khổ rục Nâng bạn xa xa từ một bàn Tai bảo sân dương ọt chế sẽ đạp thô Dương an thà nhóm chế hai Chế chế ra ấn nhóm bật trai bày đọ Cả thạ cả tha Trai cả phi lột phải vô Cắt bọt ấy chân sọc rục chế hai Bắn tay nhóm ọt đạp lột tì đi Chết đáp tới nhóm chết mà cả nô hài Nâng ngay để thơ ao dương là miền nè nhật nhóm Cả nam miền miền nè hai dương kết hà Miền tại nhóm thông chiền kề Thấy nhé Miền tại nhóm lõ chiền kề Thầy nào hạ mà mẹ tệ miền nô nữa nè Nhóm thao tiếp chiền kề Và can khluôn thá Nhóm bỏ xá chiền kề Cả nhé Chẳng mà đây là một cô nó Cứ chuyện nè để thao tiếp ăn thoi chiền kê thế Để bà can khluôn chẳng ná Hãy nhận nhóm tưởng Trẻ thla sẽ đạp vật thô Sẽ bay rít đi nhận nhóm mà thma Bạn này môn mốc Bảo thì ní hay bạn chuộc nhận nhóm Hay sắp ta xây là vô ăn xây là vật tay ná Tạm xua lô chá ta chịch bạch sập rụp thma mà mấy bạn chô vô ăn Tích đáy phần ọt bạn chô Mơ tí ní tí nô đấy ná Cả là chô không là bỏ vô ăn Này ngay Chô hai bạn tê tu được tác mà chá bon Thạc bon nó tròn nè Hay mà chá bon nó đang thầy nhôm môi nà thế còn thà Muốn máu Slong spiên tích đó là Lư micro ná nè ngay Nè ngay là lư micro Nè ngay muốn máu Thà chế tập phây chế nhật nhộng Pi bà ong ngay chỉ môi nè con xa Đục bà thà máu nè Đó là phê bà hút spiên máu ọt lư micro Micro là cha lên như giấy ọt lư Nâu bẹ cả đạp lau sân Thì đọt lư micro thôi nè Bà nè đàm bốn có bẹo là lư micro chạm máu ná chạm chô là Hay tòa micro ọt lư phải không Đang chô chạm ná nhìn nhộm Tới chăm nhôm mà nè Ở ba sọ mà nè đang còn chơi mà ọt đấy Sụp lâu là tìa ná tìa bốn mà còn máu cả ná tập bốn đang đài Chẳng màu mùi khnia màu Chẳng bà bạn ná lư micro ọt giấy micro phải đạp vào mấy giờ Đấy ngay Hay bao máu đào thlo spiên là máu tróng bên ná spiên cái thơ lại nó hả Lọc khỏi với mặt lò này Nè Mình chia bánh hát đấy nè nhóm bạn sẽ bài chất rì rì bảo đòi chia tràn cả lấy để con trong ban sẽ đọc một thô tê sna phần tái Đào giả ma thiệp mình miên viên chùm đi Ai na dùm hẹp luôn ai để cho nét phân vẹ tờ lơ côn xa để đâu chùm mùi Đại chiên thì sạch đục màu Hay vì dục mình nó cứ tàu sầm đai thoát hàng chất vọt tê phần năm Hay đòi xa mà cha bón con thì môn dục mình Vì sẵn mình là thma kê nó thì môn môn Cả nà quạt thì môn môn cứ mình ai bạ để sai bàn thế Tôi chỉ nhiệt nhôm Tao này môn ổng bò dạng mấy cả dư mình ai khan cây khẳng nó đáp rồi kế này môn môn Chẳng tỏ lì màu khá này nhóm ọt bàn phê là nghi tớ bán phê là prek Hãy dục mình nó cứ mà cha bón quạt Miền bóng ôn quạt ở vô rụt dùn mà vô tờ Hãy prek mình đấy cha bón khẳng dư ngày nấy Tê tật mà ngày muốn thà Nị địch cốt muốn mong phở linh mất nè Tê ở bàn du Trong phí phải hia với mong phở môi ở mốt Chênh màu thôi mà Nhà ngay lỡ đăng bàn phở man máu là năng nhiệt nhau mà Mong phở bấy đọc phở bấy là tí á nè nhổ Họ ba đấy bọn năng nhổ Không chạc Rồi ba đấy Mong phở mán chân rồi mong phở buôn đấy
ម៉ោង 9 អញ្ចឹងប្រហែលជាមិនបានយូរទេណាញោមប្រហែលជាណា1 ម៉ោងណាបានទេញោមតែ1 ម៉ោងណាហ្នឹងហើយព្រោះយើងធ្វើម៉េចយើងកុនរាប់បាតសូមកន្លះម៉ោងទៀតហ៎អាត្មាអត់អីទេញាតិញោមធ្លាប់ស្ដាប់តាមប៉ុស្តិ៍ឮពេលខ្លះ2 ម៉ោងអីនោះពេលខ្លះ3 ម៉ោងអីនោះហើយថ្ងៃខ្លះកន្លះម៉ោងក៏មានដែរអញ្ចឹងកុំឲ្យខាតពេលវេលាយូរដល់ញាតិញោមមានសទ្ធាជ្រះថ្លាក្នុងការស្ដាប់ពធដូច្នេះបឋមកថាថ្ងៃនេះគឺមាន2ព្រះអង្គអាត្មាភាពញាតិញោមស្គាល់ហើយមិនបាច់ប្រកាសនាមអីទៀតទេណាព្រះអង្គនៅខាងស្ដាំដៃអាត្មាព្រះអង្គពនាមផតៈបណ្ឌិតោភិនវុទ្ធីដែលព្រះអង្គសម្ដែងជាមួយគ្នារាល់ព្រឹកហ្នឹងណាញោមហើយព្រះអង្គថ្ងៃនេះគឺជាអនុថែសម្រាប់ដោះស្រាយនៅបញ្ហាផ្សេងដែលខ្ញុំបកណាបានដណ្ដឹងសួរទៅដោយជារាល់ថ្ងៃរាល់កន្លែងអញ្ចឹងទៅគឺកន្លែងណាក៏តែងតែនិមន្តទាំង2ព្រះអង្គហ្នឹងទៅហើយដល់ពេលនិមន្ត2អង្គហ្នឹងទៅគឺទេសនាទៅវិញទៅមកទៅវិញទៅមកអញ្ចឹងណាញោមសួរដោះស្រាយនៅបញ្ហាផ្សេងហើយបើញាតិញោមពុទ្ធបរិស័ទមានជាសំណួរក៏អាចបកស្រាយសំណួររបស់ញាតិញោមដែលអាចបកបានតែបើសិនជាបកមិនបានអាហ្នឹងតាមដានរកថែមទៀតណាមិនមែនតាំងនាមខ្លួនឯងជាអ្នកប្រាជ្ញទេគឺរួមចំណែកមួយយ៉ាងតូចសម្រាប់ជួយពុទ្ធសាសនាសម្រាប់សម្ដែងពធចំពោះបុគ្គលដែលមិនសូវចេះធម៌ឲ្យគាត់ចេះស្ដាប់ធម៌ហើយបើអ្នកចេះស្ដាប់ធម៌ហើយនឹងគាត់បានជ្រះថ្លារីករាយទៅក៏រឹតរឹងតែស្ដាប់ពធបានល្អបុណ្យកុសលរបស់គាត់បានថែមទៀតព្រោះព្រះពុទ្ធសាសនាញាតិញោមយកព្រះធម៌ជាមាគ៌ាព្រះធម៌ដែលយើងបដិបត្តិល្អហើយញាតិញោមមិននាំមនុស្សយើងអ្នកបដិបត្តិនោះទៅកន្លែងអាក្រក់ទេតើណាព្រះធម៌ដែលយើងគោរពប្រតិបត្តិហើយព្រះធម៌អត់មានចេះជ្រាបជាធិអីទេណាញោមធម៌ណាខ្លាចតែយើងទេដែលចាស់ដែលជ្រាបជាធិយើងរាល់ថ្ងៃដែលជ្រាបដែលជាធិមករំរិតទាំងអស់គ្នាហ្នឹងដោយសារអីដោយសារយើងមិនបានយល់ច្បាស់បើសិនជាយើងយល់ច្បាស់យើងបានឆ្លងផុតភពត្រៃទាំង3នឹងបាត់ហើយប៉ុន្តែយើងមិនបានយល់ច្បាស់អំពីតម្លៃរបស់ព្រះពុទ្ធសាសនានិងព្រះធម៌របស់ព្រះអង្គប្រសើរយ៉ាងណាព្រះសម្មាសម្ពុទ្ធគ្រាន់តែព្រះអង្គលោកជាតិទី1ព្រះអង្គលោកកើតហ្នឹងហើយជាសម្មេថាបណ្ឌិតគឺជាតិទី1ហ្នឹងគឺគ្រាន់តែថាពុទ្ធទីបង្កព្រះអង្គជាព្យាករថាអបរោះកាលតទៅក្នុងសាសនារបស់ព្រះពុទ្ធព្រះនាមសមណគោតមបរមគ្រូគឺពិតជាតាបោះនេះនឹងបានត្រាស់ជាប្រពុតព្រះនាមសមណគោតមបរមគ្រូហើយអញ្ចឹងទេគ្រាន់តែឮថាថ្ងៃមុខបានត្រាស់ជាប្រពុតញាតិញោមកាលនោះគឺលោកខំសន្សំបារមីតាំងពីពេលនោះមកតាំងពីជាតិទី1រហូតដល់4អសង្ខ័យនិង1សែនកាប់អសង្ខ័យហ្នឹងគឺច្រើនណាស់ណាញោមហើយមកកាប់ហ្នឹងមិនមែន5ធ្នេទេណាព្រោះក្មេងឥឡូវគេថាមកកាប់ហ្នឹង5ធ្នេឬបងមិនមែនទេមកកាប់នេះគឺបើយើងគិតថាទំហំនៃដី1យោជញាតិញោមដី1យោជ4ជ្រុងយើងយកយោជ16គីឡូអញ្ចឹងស្មើនឹង16គីឡូ4ជ្រុងកម្ពស់16គីឡូបណ្ដោយ16គីឡូទទឹង16គីឡូហើយយកក្របស្ពៃញាតិញោមមកដាក់ពេញដី1យោជហ្នឹងណា100ឆ្នាំញាតិញោមមានមនុស្សម្នាក់មកយកមកក្រប100ឆ្នាំមកយកមកក្របរហូតដល់អស់ក្របស្ពៃក្នុងដី1យោជនេះទៅឲ្យឈ្មោះថាមកកាប់ចុះលោកសម្ដែងថាព្រះអង្គលោកសន្សំបារមី4អសង្ខ័យនិង1សែនកាប់ឃើញទេ1សែនកាប់ណាមិនមែន1កាប់ទេញាតិញោមចឹងបានន័យថាច្រើនជាតិណាស់ញាតិញោមព្រះអង្គខំពិបាកព្រះអង្គខំវេទនាព្រះអង្គខំស្វែងរកនៅមុខធម៌ដើម្បីយើងទាំងអស់គ្នាហ្នឹងឯងញោមដើម្បីឲ្យសត្វលោកទាំងអស់ចម្លងផុតទៅចុះសួរថាបើសិនជាព្រះអង្គមិនខំស្វែងរកនៅមុខធម៌ដើម្បីត្រាស់ដឹងប្រោសសពសត្វទេព្រះអង្គអាចចូលនិព្វានអត់ព្រះអង្គត្រូវចូលនិព្វានតាំងពីជាតិព្រះអង្គទី1មកម្ល៉េះប៉ុន្តែសាច់ព្រះអង្គគិតថាបើចូលនិព្វានទៅសត្វទាំងឡាយមិនបានជាប្រយោជន៍ឡើយទៅបានស្វែងរកថាដើម្បីប្រយោជន៍ដល់សពសត្វទាំងអស់ខំស្វែងរកញាតិញោមបានសិក្សាពធអាច្រើនយល់ទេណាព្រះអង្គកើតរាប់លានជាតិញាតិញោមមើលជាតិខ្លះទៅកើតជាកូនអ្នកក្របំរើមេដាបិតាជាតិខ្លះទៅកើតជាសត្វដេរឆានដូចជាសត្វដំរីចិញ្ចឹមមេដាបិតាដែលមានភ្នែកខ្វាក់
ជាតិខ្លះទៀតព្រះអង្គកើតជាសត្វទន្សាយជាតិខ្លះទៀតព្រះអង្គកើតជាមានសត្វសំណក់ទៀតណាញោមព្រះអង្គកើតអញ្ចឹងរាប់លានជាតិ